នៅក្នុងថ្ងៃទី11ខែសីហានេះត្រូវជាថ្ងៃម្សាញ់ភ្លើងយីងឆ្នាំដែលល្អប្រសើរដែលហែងនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំវករកាហើយនឹងឆ្លូវចំពោះអ្នកដែលត្រូវការធាតុភ្លើងក៏ល្អប្រសើរយើងឃើញថាធម្មពលនៃធាតុភ្លើងមានកម្លាំងខ្លាំងមកទាំងរាសីមេឃហើយនិងរាសីដីចំពោះឆ្នាំដែលគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នទៅលើការសម្រេចចិត្តមុខរបរជីវកម្មការងារជាពិសេសទៅលើការបើកបរធ្វើដំណើរមានឆ្នាំកុលធាតុមាសវ័យ56ឆ្នាំនិងកុលធាតុទឹកវ័យ44ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វាដំបុកគ្រឹះជាលក្ខណៈទ្រង់ទ្រាយធំមានទិសខាងកើតចាប់ពីអង្សារោងថោះរហូតដល់ខាលចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ល្អប្រសើរពេញមួយថ្ងៃនៅទិសខាងលិចក្នុងករណីដែលយើងចង់ចាប់លាបឬក៏បន្ទោះលាបយើងអាចប្រើប្រាស់បាននៅទិសខាងលិចទី3 280អង្សាដោយការដាក់ជាទឹកមានចលនានៅក្នុងទិសនឹងផ្ទាល់ចំពោះការចាប់ប្រចាំឆ្នាំនៅទិសខាងលិចហ្នឹងយើងអាចប្រើជាគោមអំបិលល្អប្រសើរសម្រាប់ការជាវជាគោមអំបិលឬក៏ម៉ូទ័រសម្រាប់ដាក់ឲ្យទឹកនឹងមានចលនាបងប្អូនអាចធ្វើការកម្មង់បានខ្ញុំនឹងរើសពេលវេលាទៅតាមថ្ងៃខែឆ្នាំកំណើតបងប្អូនផ្ទាល់ពេលវេលាដ៏ល្អនៅក្នុងការដាក់ដើម្បីឲ្យទទួលបាននៅលាភសំណាងម៉ោងដែលយើងធ្វើការចាប់លាបនៅទិសខាងលិចទី3នៅក្នុងថ្ងៃនេះផ្ទាល់ល្អប្រសើរនៅក្នុងចន្លោះម៉ោង7ទៅម៉ោង9ព្រឹកម៉ោង11ទៅម៉ោង1ថ្ងៃត្រង់និងមួយវេនចុងក្រោយម៉ោង7ទៅម៉ោង9យប់សម្រាប់កិច្ចការងារសំខាន់ដែលយើងអាចចាប់ផ្ដើមឬក៏ប្រព្រឹត្តទៅល្អប្រសើរនៅក្នុងថ្ងៃនេះផ្ទាល់ដូចជាការផ្ដាច់ឬក៏រំលាយកិច្ចសន្យាអាពាហ៍ពិពាហ៍ការផ្លាស់ប្ដូរទីលំនៅអធិដ្ឋានសមាធិបន់ស្រន់ធ្វើកិច្ចតាមបែបសាសនាធ្វើទីផ្សារតំណតំណងការចុះហត្ថលេខាទៅលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មការចាប់ផ្ដើមអាជីវកម្មថ្មីការងារថ្មីបណ្ដាក់ទុនវិនិយោគល្អប្រសើរសម្រាប់កិច្ចការងារមួយចំនួនដែលយើងគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដូចជាការបុកគ្រឹះសាងសង់ជួសជុលស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រពិនិត្យសុខភាពដំណើរកម្សាន្តឬក៏ការបើកបរគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ទៅលើកិច្ចការងារទាំងអស់នេះសម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចទម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅលើ page នេះផ្ទាល់ជូនពរសំណាងល្អនៅក្នុងថ្ងៃទី11នេះ